កើតនៅក្នុងឆ្នាំរោង1ឆ្នាំកុល2ឆ្នាំច3និងឆ្នាំរកា4ត្រៀមទទួលសំណាងរបស់ខ្លួនឯងនៅក្នុងឆ្នាំ2026នៅក្នុងឆ្នាំ2026នេះគឺជាឆ្នាំមួយដែលរាប់ថាឆ្នាំដែលខ្ញុំលើកឡើងទាំង4នេះនឹងត្រូវបានជើងលេខមានគេសង្គ្រោះឬក៏នឹងមានសម្ពាយបុណ្យចាស់ជួយមកយឹតយោងឲ្យផុតអំពីការលំបាកនិងបំណុលជាក់ស្ដែងទៅបងប្អូនដែលកើតនៅក្នុងឆ្នាំទាំង4នេះនៅក្នុងឆ្នាំ2026រាប់ថាជាឆ្នាំដែលមានពន្លឺចា៎បើធៀបទៅនឹងឆ្នាំផ្សេងជាពិសេសគឺពន្លឺតាក់ទងទៅនឹងជើងលេខដែលមានគេមកសង្គ្រោះអ្នកដែលកើតឆ្នាំទាំង4នេះនៅក្នុងឆ្នាំ2026គឺជាឆ្នាំមួយដែលមានសភាពតានតឹងបន្តិចតាក់ទងទៅនឹងរឿងចំណាយដោយសារអីដោយសារជើងលេខគេថាចូលក៏ចូលចេញក៏ចេញហើយអាចចូលតិចអាចនឹងចេញច្រើនក៏ប៉ុន្តែនៅក្នុងនោះផងដែររាសីមិនអាចធ្លាក់ដល់0រហូតដល់យើងងើបអត់រួចទេមានន័យថាអ្នកដែលកើតនៅក្នុងឆ្នាំរោងឆ្នាំកុលឆ្នាំចឆ្នាំរកាបើទោះបីជាធ្លាក់យ៉ាងណាក៏ត្រូវតែមានលេខឡើងមកវិញដែរអញ្ចឹងសូមបងប្អូនកុំអស់សង្ឃឹមមូលហេតុគឺដោយសារតែដួងជតារបស់យើងមានលេខបុណ្យសង្គ្រោះមានលេខគេសង្គ្រោះមានអ្វីល្អចូលមកសង្គ្រោះយើងនៅវេលាដែលយើងលំបាកបំផុតយើងមិនអាចធ្លាក់ដល់0បានឡើយលើកលែងតែយើងត្រូវអំពើគេធ្វើបិទមុខក្នុងករណីដែលបងប្អូនកើតនៅក្នុងឆ្នាំទាំង4ហ្នឹងបងប្អូនមើលគេកើតនៅក្នុងឆ្នាំដូចយើងដែរចាបើទោះបីជាខែឆ្នាំខុសគ្នាក៏ប៉ុន្តែគេហាក់ដូចជាឡើងគេធ្វើអីក៏ឡើងដាក់អីក៏ត្រូវគិតអីក៏កប់នោះមានន័យថាដួងជតារបស់គេគឺស្រូបបាននៃដួងលេខសំណាងរបស់ឆ្នាំ2026ដែលចូលមកដើម្បីគ្រប់គ្រងលើកស្ទួយជួយឲ្យមានរាសីខ្ពស់ទៅតាមដួងនិស្ស័យក៏ប៉ុន្តែសម្រាប់ខ្លួនយើងវិញហាក់ដូចជាអត់មានអ្វីល្អសោះពេលខ្លះយើងអត់បានឆុងខែទេនៅក្នុងខែយើងអត់ឆុងហើយឆ្នាំនេះក៏យើងអត់ឆុងក៏ប៉ុន្តែរាសីយើងអត់ឡើងទេអ្វីដែលមកក្នុងជីវិតយើងគឺមកតែល្អមួយឆាវហាក់ដូចជាដំណឹងល្អឬក៏លៀបល្អចូលមកមួយឆាវក៏ប៉ុន្តែវាបាត់ទៅវិញហាក់ដូចជាយើងទៅពឹងពរគេថាគេជួយហើយបន្ទាប់មកគេលែងជួយវិញអានឹងដូចគ្នាបើមានករណីបែបហ្នឹងកើតឡើងញឹកញាប់ចំពោះបងប្អូនទាំងអស់គ្នាបងប្អូនសម្គាល់មើលទៅថាបងប្អូនអាចនឹងត្រូវគេធ្វើអំពើបិទមុខពីព្រោះលេខបងប្អូនដែលកើតនៅក្នុងឆ្នាំទាំង4ហ្នឹងនៅក្នុងឆ្នាំ2026នេះត្រូវមានដួងជតាឡើងមានន័យថាក្នុងលេខរបស់យើងទី1គឺត្រូវរកលុយរកលៀបរកសំណាងបានបើទោះបីជាយើងខ្វះខាតយ៉ាងណាក៏ត្រូវមានគេជួយជ្រោមជ្រែងយកអាសាលើកទុកដាក់យើងចាបើទោះបីជាយើងធ្លាក់យ៉ាងណាក៏គង់តែមានផ្លូវណាមួយដែលមកជួយយើងឲ្យផុតពីមួយពេលទៅមួយពេលបងប្អូនធ្លាប់ឮទេអ្នកខ្លះគេថាអញ្ចឹងពេលលំបាកខ្លាំងនឹងមានអ្វីមួយយ៉ាងចូលមកជួយឲ្យផុតទៅទាំងដែលកន្លងមកយើងធ្លាប់អញ្ចឹងស្រាប់តែចូលដល់ឆ្នាំនេះគឺអត់មានអ្វីជួយយើងសោះគឺលេខយើងជាប់គាំងលេខយើងគឺ0តែម្ដងនោះគឺអាចមកអំពីមានគេធ្វើអំពើបិទលើដួងជតាលើរាសីឬក៏បិទលើគ្រូបាត់ជ័យរបស់យើងបិទបារមីយើងមិនឲ្យមានអ្វីមកជួយយើងបានបងប្អូនកន្លែងហ្នឹងសំខាន់ណាស់រឿងអំពើបិទមុខណាបើសិនជាយើងអត់ជឿចាវាដូចជាអកិសនីអញ្ចឹងយើងមើលអត់ឃើញក៏ប៉ុន្តែវាពិតជាមានហើយប្រើប្រាស់បានបើយើងប៉ះវាអាចឆក់ទៅឯនឹងដូចគ្នាអញ្ចឹងពេលគេធ្វើអំពើយើងគឺអាចបិទមុខហើយសម្គាល់ងាយទេមើលខ្លួនឯងអារម្មណ៍ឆេវឆាវជាងមុនមុខរបស់យើងមើលទៅខ្មៅកែងមិនសូវបានចេះតែមានអារម្មណ៍ថាមានអ្វីមកបៀតបៀនអាសាឈឺចាឲ្យធ្វើអីចិត្តតែខាតដាក់អីចិត្តតែខុសគិតអីក៏ខុសមនុស្សធ្លាប់ស្រឡាញ់ធ្លាប់ល្អជាមួយយើងប្រែមើលមកយើងក្នុងរូបភាពអត់ល្អមើលមកយើងអាក្រក់មើលមកយើងស្អប់អីចឹងទៅនាំគ្នាអុចអាលនាំភ្លើងឲ្យយើងរឿងរហូតពីមួយពេលទៅមួយពេលណាចំណុចទាំងអស់នេះហើយដែលជាសញ្ញាណសម្គាល់មួយថាយើងពិតជាត្រូវបានគេធ្វើអំពើបិទលើយើងមែនអញ្ចឹងបងប្អូនដែលកើតនៅក្នុងឆ្នាំទាំង4ដែលខ្ញុំលើកឡើងមានឆ្នាំរោងឆ្នាំកុលឆ្នាំចនិងឆ្នាំរកាបើមានរឿងបែបនេះកើតឡើងសូមបងប្អូនត្រូវតែកែកុននិងដោះស្រាយជាបន្ទាន់ដើម្បីបើកពលិលៀបរបស់យើងព្រោះដួងជតាយើងនៅក្នុងឆ្នាំ2026មិនបានធ្លាក់ធ្វើឲ្យយើងរាំងស្ទះដល់0ឡើយគឺមិនអាចឡើយបើមានហេតុភេទកាត់ហ្នឹង
ហេតុភេទអាក្រក់កើតឡើងបែបហ្នឹងគឺសុទ្ធសឹងតែតាក់ទងទៅនឹងរឿងអំពើព្រោះយើងមិនអាចស្មានចិត្តមនុស្សត្រូវទេពេលខ្លះគេស្អប់យើងគេធ្វើបិទមុខយើងគេចំណានយើងគេឈ្នានីសយើងក៏គេធ្វើបិទមុខយើងបានដូចគ្នាត្រង់ចំណុចហ្នឹងឯងដែលបងប្អូនត្រូវកត់សម្គាល់ចាអ្នកគ្រូអាសាដោះអំពើឲ្យសិស្សគុណណាតាក់ទងទៅនឹងរឿងការបាត់មុខបែបហ្នឹងអ្នកខ្លះត្រូវធ្វើបិទមុខចឹងទៅនៅពេលដោះអំពើបាត់មុខវិញទៅមានភ្ញៀវមានលៀបមានសំណាងហូរជួលមកហើយចំពោះបងប្អូនដែលចាអត់ទាន់មានរឿងបែបហ្នឹងកើតឡើងយើងកាត់ឆ្នាំទាំង4ហ្នឹងតែយើងហេងយើងមានគេជួយយើងរកបានយើងមានភ្ញៀវថ្មីយើងថ្មីចូលក៏កុំភ្លេចខ្លួនដូចគ្នាត្រូវតែការពារខ្លួនដូចគ្នាចាការពារខ្លួនអាចអាសាស្រោចទឹកយំយូអូនឬក៏ជាយន់ដាក់តាមខេសទូរស័ព្ទដូចអ្នកគ្រូឬក៏ពាក់ខ្សែដៃពីសៀវដូចអ្នកគ្រូក៏បានដែរការពារបែបហ្នឹងគឺជាការញ៉ាំងឲ្យរាសីយើងកាន់តែឡើងខ្ពស់គេធ្វើឲ្យយើងអត់បានព្រោះមនុស្សយើងវាមិនអង្គុយតែឡើងរហូតទេបើសិនជាយើងមិនដោយអាចប៉ះពាល់លើដួងរាសីយើងធ្លាក់នៅក្នុងថ្ងៃណាមួយខែណាមួយម៉ោងណាមួយគេធ្វើអំពើយើងទៀតអានឹងយើងនឹងកាន់តែធ្លាក់ខ្លាំងបងប្អូនធ្លាប់ឮគេនិយាយទេអ្នកខ្លះត្រូវអំពើគេណាមានលុយរាប់សិបម៉ឺនក៏គង់តែអាចរលាយអស់ដែរអញ្ចឹងបានជាចំណុចទាំងអស់ហ្នឹងគឺត្រូវតែចាំបាច់កត់សម្គាល់ណាបើបងប្អូនសង្ស័យថាខ្លួនឯងត្រូវអំពើឬបុព្វហេតុណាមួយបងប្អូនចង់មករកអ្នកគ្រូទស្សន៍ទេបងប្អូនអាចអញ្ជើញមកដោយផ្ទាល់បាននៅម្ដុំបូរីសម្បួរមាសផ្ទះអ្នកគ្រូលេខ 4F មានរបងពណ៌សនិងតោមាសនៅពីមុខណាឬបងប្អូនចង់តាក់ទងអ្នកគ្រូតាមអនឡាញក៏បានដែរតាក់ទងតាម Telegram លេខ 069 61 51 59បងប្អូនចង់មកទស្សន៍ទាយចង់ធ្វើកិច្ចដល់អំពើបាបមុខឬក៏ចង់ជាយន់ឬក៏ខ្សែដៃបងប្អូនអាចតាក់ទងមកអ្នកគ្រូដោយផ្ទាល់បានណាចាចំពោះបងប្អូនដែលចង់ជាវត្ថុមង្គលជាស័ព្ទប្រចាំឆ្នាំទាំង12ដើម្បីកាយឆុងឬក៏ជាខ្សែដៃ5ធាតុដោយអ្នកគ្រូកំពុងតែពាក់នេះឬក៏ចង់ជាយន់ផ្សេងបងប្អូនអាចតាក់ទងមកអ្នកគ្រូតាមរយៈ Telegram លេខ 069 61 51 59 ឬក៏ឆាតមកចូល account Facebook អ្នកគ្រូផ្ទាល់ក៏បានដែរ account ឈ្មោះ Bipingly បញ្ជាក់ណាបងប្អូនរាល់វត្ថុមង្គលឬក៏ស័ព្ទទេពនិងវត្ថុទាំងឡាយដែលបងប្អូនជាវពីអ្នកគ្រូទៅនឹងមានការធ្វើកិច្ចអភិសេកឬក៏ប្រសិទ្ធិជាពិសេសទៅតាមឈ្មោះនិងលេខអត្តខែឆ្នាំរបស់បងប្អូនដើម្បីឲ្យកាន់តែមានឫទ្ធិពូកែស័ក្តិសិទ្ធិណាហើយមួយវិញទៀតបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូដើម្បីរកអ្នកគ្រូទស្សន៍ទាយធ្វើកិច្ចលើកជាអ៊ុនកាយរាសីកាយឆុងឬក៏ធ្វើកិច្ចដាក់អំពើបាក់មុខបាករកស៊ីឬក៏ដាក់អំពើដើម្បីឲ្យជាពីជំងឺផ្សេងបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូបានដូចគ្នាណា